ពេលវេលាដែលឈឺចាប់បំផុតក្នុងជីវិតគឺជាពេលវេលាដែលតស៊ូដោយភាពស្ងៀមស្ងាត់តែម្នាក់ឯងមានពេលខ្លះពិភពលោកហាក់បីដូចជាតូចចង្អៀតសម្រាប់ក្តីស្រមៃរបស់យើងនៅពេលដែលអ្នកប្រាប់គេអំពីគោលដៅធំៗរបស់អ្នកខ្លះគេនឹងញញឹមចំអកអ្នកខ្លះនឹងក្រវីក្បាលហើយអ្នកខ្លះទៀតនឹងសួរសំណួរដែលធ្វើឲ្យអ្នកបាក់ទឹកចិត្តថាតើអ្នកស្មានថាខ្លួនឯងជានរណាទើបគិតថាអាចធ្វើវាបានឬទៅរួចប៉ុន្តែសុំកុំខឹងនឹងពួកគេអីព្រោះភ្នែកមនុស្សទូទៅមើលឃើញតែលទ្ធផលប៉ុណ្ណោះគេមិនទាន់អាចមើលឃើញសក្តានុពលដែលតាក់ទងនៅក្នុងខ្លួនរបស់អ្នកនៅឡើយទេហើយភាពស្ងប់ស្ងាត់គឺជាអាវុធដ៏មានសក្តានុពលមនុស្សដែលជោគជ័យពិតប្រាកដមិនមែនជាមនុស្សដែលពូកែជជែកដេញដោលការពារខ្លួននោះទេពួកគេគឺជាមនុស្សដែលចេះសង្កត់ចិត្តលាក់ទុកការឈឺចាប់និងការមើលងាយរួចក៏បង្វែរវាទៅជាប្រេងឥន្ធនៈដើម្បីរុញច្រានខ្លួនឯងឲ្យទៅមុខកាលណាអ្នកកាន់តែស្ងប់ស្ងាត់អ្នកកាន់តែមានសមាធិលើការងារកាលណាអ្នកមិនខ្វល់នឹងសម្រែករបស់អ្នកដទៃអ្នកកាន់តែឮសំឡេងបេះដូងរបស់ខ្លួនឯងកាន់តែច្បាស់ថ្ងៃដែលពាក្យសម្ដីមើលងាយคล้ายជាមោទនភាពវាជារឿងគួរឲ្យអស់សំណើចមួយនៃជីវិតនៅថ្ងៃដែលអ្នកកំពុងដួលពួកគេនឹងដើរចេញនៅថ្ងៃដែលអ្នកកំពុងព្យាយាមពួកគេនឹងសង្ស័យប៉ុន្តែនៅថ្ងៃដែលអ្នកឈរនៅលើកំពូលភ្នំនៃភាពជោគជ័យមនុស្សដដែលនោះនឹងប្រាប់ទៅកាន់ពិភពលោកនេះថាខ្ញុំស្គាល់គេច្បាស់ណាស់យើងធ្លាប់រៀនជាមួយគ្នាយើងធ្លាប់ធ្វើការជាមួយគ្នាខ្ញុំដឹងតាំងពីដំបូងថាគេច្បាស់ជាអាចធ្វើទៅបានពួកគេនឹងយកឈ្មោះរបស់អ្នកទៅតុបតែងជាសាច់រឿងរបស់ពួកគេដើម្បីឲ្យខ្លួនគេមើលទៅហាក់បីដូចជាមានតម្លៃដែលស្គាល់អ្នកបន្តដំណើរទៅមុខដើម្បីខ្លួនឯងកុំជោគជ័យដើម្បីចង់តែសងសឹកប៉ុន្តែចូលជោគជ័យដើម្បីបង្ហាញថាក្តីស្រមៃរបស់អ្នកមានតម្លៃគ្មាននរណាម្នាក់មានសិទ្ធិកំណត់ជោគវាសនារបស់អ្នកក្រៅពីអ្នកនោះទេរាល់ដំណក់ញើសដែលស្រក់ចុះរាល់យប់ដែលអ្នកមិនបានដេកនិងរាល់ការលះបង់ដែលគ្មានអ្នកដឹងវានឹងហុចផលដល់អ្នកនៅថ្ងៃណាមួយជាមិនខាននេះប្រហែលជាសារមួយដែលកំពុងតែដាស់តឿនទៅដល់អ្នកដែលមានឆន្ទៈក្នុងការតស៊ូទាំងឡាយប្រសិនបើថ្ងៃនេះអ្នកមានអារម្មណ៍ថាឯកោគ្មានអ្នកជឿជាក់ឬគ្មានអារម្មណ៍ថាគ្មានអ្នកយល់ពីអ្វីដែលអ្នកកំពុងធ្វើសូមញញឹមហើយបន្តធ្វើវាតទៅទៀតចុះភាពដ៏អស្ចារ្យតែងតែចាប់ផ្ដើមចេញអំពីការមិនយល់ស្របពីមនុស្សនៅជុំវិញខ្លួនបែបនេះឯងហើយនៅថ្ងៃណាមួយឈ្មោះរបស់អ្នកនឹងក្លាយជាស្លាកយីហោនៃភាពជោគជ័យហើយថ្ងៃណាមួយទៀតនោះរាល់ការមើលងាយនឹងប្រែក្លាយទៅជាការកោតសរសើរហើយប្រហែលជាអាចមានមនុស្សដែលមិនធ្លាប់ជឿលើអ្នកនឹងក្លាយជាអ្នកដែលខំប្រឹងប្រែងរៀបរាប់អំពីប្រវត្តិដែលគេបានជួបអ្នកយ៉ាងខ្លាំងក្លាបំផុតសូមឲ្យលទ្ធផលរបស់អ្នកជាអ្នកផ្ដល់នូវចម្លើយដែលលឺជាងគេបំផុត